Holiday Liquidity យល់ដឹងអំពីភាពរំខានក្នុងរដូវបុណ្យនិងហេតុអ្វីការប្រុងប្រយ័ត្នសំខាន់ជាងល្បឿនក្នុងរដូវបុណ្យជីវិតប្រចាំថ្ងៃមើលទៅស្ងប់ស្ងាត់ជាងមុនក្រុមហ៊ុនធំបិទបញ្ជីហិរញ្ញវត្ថុមនុស្សជាច្រើនធ្វើដំណើរឬចំណាយពេលជាមួយគ្រួសារទោះជាយ៉ាងណាទីផ្សារហិរញ្ញវត្ថុ Digital មិនឈប់ដំណើរការឡើយទីផ្សារគ្រីបតូដំណើរការបន្ត24ម៉ោងក្នុងមួយថ្ងៃនិង7ថ្ងៃក្នុងមួយសប្តាហ៍ខណៈពេលមនុស្សបន្ថយការយកចិត្តទុកដាក់ប្រព័ន្ធទីផ្សារនៅតែដំណើរការដោយធម្មតាភាពខុសគ្នានេះគឺជាមូលហេតុធំមួយដែលបង្កើតហានិភ័យក្នុងរដូវបុណ្យចំណុចសំខាន់មួយដែលត្រូវយល់គឺ liquidity មានន័យថាការជួញដូរអាចធ្វើបានងាយដោយមិនធ្វើឲ្យតម្លៃផ្លាស់ប្ដូរខ្លាំងក្នុងថ្ងៃធម្មតា liquidity ត្រូវបានគាំទ្រដោយស្ថាប័នធំអ្នកធ្វើទីផ្សារនិងអ្នកប្រើ retail ច្រើនប៉ុន្តែក្នុងរដូវបុណ្យភាគីទាំងនេះភាគច្រើនកាត់បន្ថយសកម្មភាពពេល liquidity ស្ដើងសូម្បីតែការបញ្ជាទិញឬលក់តិចតួចក៏អាចធ្វើឲ្យតម្លៃផ្លាស់ប្ដូរខ្លាំងបានការផ្លាស់ប្ដូរនេះមិនចាំបាច់បង្ហាញពីទិសដៅទីផ្សារពិតប្រាកដទេប៉ុន្តែជាផលប៉ះពាល់ពីការខ្វះទល់ឲ្យភាពរវាងអ្នកទិញនិងអ្នកលក់ចំណុចមួយទៀតដែលគួរយល់គឺទីផ្សារគ្រីបតូមិនឈប់សម្រាកខណៈពេលមនុស្សបិទទូរស័ព្ទធ្វើដំណើរឬអបអរសាត្របុនប្រព័ន្ធ liquidation និងច្បាប់ជួញដូរនៅតែដំណើរការមិនមើលទីផ្សារមិនមានន័យថាហានិភ័យនឹងអវត្តមានឡើយក្នុងរដូវបុណ្យការគ្រប់គ្រងហានិភ័យសំខាន់ជាងការទូទាយនៅពេល liquidity ទាបតម្លៃអាចផ្លាស់ប្ដូរខ្លាំងនិងមិនអាចទីទុកជាមុនបានការព្យាយាមកចាប់ចលនាក៏ក្នុងស្ថានភាពនេះអាចបង្កើនហានិភ័យជាងឱកាសមានវិធីសាស្ត្រសាមញ្ញដែលជួយកាត់បន្ថយហានិភ័យការកាត់បន្ថយ leverage ជួយកាត់បន្ថយឱកាស liquidation ពេលតម្លៃរំញ័រខ្លាំងការប្រើ limit order ជំនួស market order ជួយជៀសវាងតម្លៃមិនល្អពេល order book ស្ដើងការកំណត់ stop loss និង alert មុនពេលឈប់មើលទីផ្សារជួយឲ្យការគ្រប់គ្រងនៅតែមានសុវត្ថិភាពសំខាន់មួយទៀតគឺការមិនជួញដូរក៏ជាយុទ្ធសាស្ត្រដែលមានហេតុផលអ្នកជំនាញជាច្រើនបន្ថយសកម្មភាពក្នុងរដូវបុណ្យឬផ្លាស់ប្ដូរទៅទីតាំងមានហានិភ័យទាបការស្ថិតនៅ spot ឬការសង្កេតទីផ្សារគឺមិនមែនជាការខកខានឱកាសទេ Holiday volatility មិនមែនជារឿងគួរភ័យខ្លាចប៉ុន្តែជារឿងត្រូវគោរពទីផ្សារប្រែប្រួលខុសពីថ្ងៃធម្មតាពេលការចូលរួមថយចុះការយល់ដឹងពីបរិយាកាសនេះជួយឲ្យអ្នកជៀសវាងកំហុសដែលអាចកើតឡើងដោយមិនចាំបាច់ចុងក្រោយសារសំខាន់បំផុតគឺការរក្សាទុនគឺឱកាសថ្មីនឹងត្រឡប់មកវិញពេល liquidity កើនឡើងប៉ុន្តែទុនដែលបាត់បង់ដោយមិនប្រុងប្រយ័ត្នមិនងាយស្ដារឡើងវិញទេការចូលរួមរយៈពេលវែងអាស្រ័យលើវិន័យការអត់ធ្មត់និងការយល់ដឹងពីបរិយាកាសទីផ្សារផ្សេងការយល់អំពី holiday liquidity ជួយឲ្យអ្នកចូលទីផ្សារដោយមានការយល់ដឹងមិនមែនដោយអារម្មណ៍ប្រញាប់ប្រញាល់ចំណេះដឹងការយល់ដឹងនិងការប្រុងប្រយ័ត្នគឺជាគ្រឹះសម្រាប់ការចូលរួមដែលមានទំនួលខុសត្រូវជាពិសេសក្នុងរដូវបុណ្យរួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Nextពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREL បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបរកណ្ដាលគេឬក៏យើងប្រើជាប៉ាសពតបងប្អូនមានអីដាក់នឹងដើម្បីបង្កើតកណេឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើងស្កេនមុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ